បងប្អូននៅខេត្តពោធិ៍សាត់នៅបឹងខ្នាស្រុកបាកានខេត្តពោធិ៍សាត់មានបញ្ហាទេភ្លើងមានបញ្ហាកង់ដល់ឲ្យដួលមកពីឥឡូវបងប្អូនយើងក៏កំពុងតែបងប្អូនយើងច្រើនណាបកកប្រេងយន្តតែភ្លើងទឹកប្រេងមានបញ្ហាកន្លប់ពី3ស្តែន